អនុក្រឹត្យថ្មីម្ចាស់ទីតាំងត្រូវពិន័យ4រៀលរៀលគណៈមន្ត្រីមានសមត្ថកិច្ចត្រូវបដិចេញពីការងារឲ្យជនបរទេសខុសច្បាប់ស្នាក់នៅភ្នំពេញម្ចាស់ទីតាំងឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំដែលមានចេតនាលាក់បាំងនិងអនុញ្ញាតឲ្យជនបរទេសដែលចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទូខុសត្រូវរបស់ខ្លួនត្រូវផាកពិន័យជាប្រាក់ចំនួន4លានរៀលសម្រាប់ជនបរទេសម្នាក់ដោយមិនទឿនគិតដល់ទោសដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយនេះបើយោងតាមអនុក្រឹត្យថ្មីមួយរបស់រាជរដ្ឋាភិបាលដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធទី7ខែមករានេះអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតកាលពីថ្ងៃទី5ខែមករានេះមានគោលបំណងដើម្បីធានាដល់សន្តិសុខសុវត្ថិភាពសង្គមនិងសណ្ដាប់ធ្នាប់សាធារណៈអនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រធានអង្គភិបឬម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំនិងអ្នកស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្ដុំនៅក្នុងប្រទេសកម្ពុជាលើកលែងតែកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់កងយោធពលខេមរៈភូមិន្ទនិងកងកម្លាំងនគរបាលជាតិអនុក្រឹត្យបានកំណត់និយមន័យទីតាំងរស់នៅប្រមូលផ្ដុំគឺសំដៅដល់ទីសំណាក់ប្រមូលផ្ដុំនិងឬលំនៅឋានប្រមូលផ្ដុំនៃគ្រឹះស្ថានឬសហគ្រាសសាធារណៈឬឯកជនដែលរួមមានបូរីខុនដូអាផាតមិនរីសតបឹងកាឡូអគារសហកម្មសិទ្ធិរោងចក្រសហគ្រាសកសិដ្ឋានតំបន់សេដ្ឋកិច្ចពិសេសតំបន់ដីសម្បទានសេដ្ឋកិច្ចផ្ទះសំណាក់សន្តាគារអន្តេវាសិកដ្ឋានវត្តអារាមវិហារសាសនានិងមណ្ឌលថែទាំកុមារកំព្រាជាដើមបាទអនុក្រឹត្យក៏បានចែងថាអាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយភាពស្មោះត្រង់មានចេតនាលាក់បាំងជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ឲ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដឹងចេញពីក្របខ័ណ្ឌការងារដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយប្រធានអង្គភិបឬម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំមានកាតព្វកិច្ចកត់ត្រាអ្នកស្នាក់នៅទាំងអស់ចូលក្នុងបញ្ជីទៅតាមទម្រង់ជាក្រដាសនិងឬទម្រង់ជាអេឡិចត្រូនិកដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចបញ្ជីឈ្មោះអ្នកស្នាក់នៅដែលត្រូវបានកត់ត្រាត្រូវផ្ដល់ជូនទៅអាជ្ញាធរមានសមត្ថកិច្ចតាមការកំណត់បន្ថែមពីនេះពួកគេក៏ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្ដោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតនៅក្រោមការទូខុសត្រូវរបស់ខ្លួនក្នុងរយៈពេល24ម៉ោងយ៉ាងយូរដល់មន្ត្រីប៉ូលីសនគរបាលរដ្ឋបាលឃុំសង្កាត់ឬមន្ត្រីនគរបាលមានសមត្ថកិច្ចលើពីនេះមុននឹងអនុញ្ញាតឲ្យជនបរទេសស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទូខុសត្រូវរបស់ខ្លួនម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំត្រូវឲ្យជនបរទេសផ្ដល់ឯកសារបញ្ជាអំពីសិទ្ធិស្នាក់នៅស្របច្បាប់នៅកម្ពុជាហើយមិនត្រូវអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំដែលស្ថិតនៅក្រោមការទូខុសត្រូវរបស់ខ្លួនឡើយម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំត្រូវផ្ដល់ប្លង់ប្រព័ន្ធសន្តិសុខសុវត្ថិភាពនៃអគារស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំដែលស្ថិតនៅក្រោមការទូខុសត្រូវរបស់ខ្លួនដល់អាជ្ញាធរមានសមត្ថកិច្ចតាមការស្នើសុំអនុក្រឹត្យក៏បានកំណត់ផងដែរថាទិន្នន័យទាំងស្រុងដែលមានក្នុងកាមេរ៉ាសុវត្ថិភាពក្នុងទីតាំងរស់នៅប្រមូលផ្ដុំត្រូវរក្សាទុកក្នុងរយៈពេលយ៉ាងតិច90ថ្ងៃដើម្បីជូនមន្ត្រីមានសមត្ថកិច្ចតាមការស្នើសុំទិន្នន័យក្នុងបញ្ជីកំណត់ត្រាចេញចូលនៃការស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំត្រូវរក្សាទុកក្នុងរយៈពេលយ៉ាងតិច1ឆ្នាំដើម្បីជូនមន្ត្រីមានសមត្ថកិច្ចតាមការស្នើសុំក្រសួងមហាផ្ទៃមានសមត្ថកិច្ចដឹកនាំអនុវត្តអនុក្រឹត្យនេះហើយធ្វើប្រតិភូកម្មការងារគ្រប់គ្រងការស្នាក់នៅ
និងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំជូនរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌត្រូវមានកិត្តិយសភាពចំពោះក្រសួងមហាផ្ទៃក្នុងការអនុវត្តការងារដែលបានទទួលប្រតិភូកម្មពាក់ព័ន្ធនឹងការគ្រប់គ្រងការស្នាក់នៅនិងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំបាទព័ត៌មាននេះគឺមានតែប្រមាណប៉ុណ្ណេះឯងបងប្អូនទាំងគ្នាសម្រាប់បងប្អូនណាថ្មីទើបចូលមកកាន់ channel របស់ខ្ញុំបាទសូមបងប្អូនជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងដើម្បីនឹងទទួលបាននូវវីដេអូថ្មីៗជាបន្តសូមអរគុណសូមជម្រាបលា